ចិញ្ចឹមសត្វគឺយើងចំណាយទៅលើដើមទុនគឺបងប្អូនច្រើនផ្នែកមែនទែនប៉ុន្តែផ្នែកដែលយើងចំណាយច្រើនជាងគេគឺដើមទុនអាហារសត្វដូច្នេះហើយខ្ញុំចង់មកណែនាំបងប្អូនឲ្យស្គាល់ប្រភេទស្មៅមួយនេះដែលខ្ញុំដាំដើម្បីចិញ្ចឹមសត្វដើម្បីជួយកាត់បន្ថយនៅក្នុងការចិញ្ចឹមសត្វគឺយើងអាចហៅថាស្មៅអ៊ីស្រាអែលឬក៏អ្នកខ្លះគេហៅស្មៅផ្អែមចំពោះស្មៅនេះដែរគឺខ្ញុំប្រើសម្រាប់ចិញ្ចឹមមាន់របស់ខ្ញុំនិងជ្រូករបស់ខ្ញុំខ្ញុំឃើញថាវាជួយកាត់បន្ថយដើមទុនបានច្រើនបងប្អូនអាចសាកល្បងយកទៅធ្វើតាមខ្ញុំបានហើយនេះក៏ជាដើមដែលខ្ញុំត្រៀមនៅក្នុងការយកមកដាំជាបន្តបន្ទាប់ដែរបងប្អូនអរគ្នានេះគឺដើមដែលខ្ញុំដាំណាគឺខ្ញុំហុំវាព័ទ្ធជុំវិញហុំលបងព័ទ្ធជុំវិញកុំឲ្យមាន់ចូលដោយសារតែមាន់របស់ខ្ញុំនៅពេលដែលខ្ញុំប្រឡែងវាចូលបងប្អូននៅពេលដែលអត់បានមើលវាលួចចូលពេលខ្លះយើងបិទវាអត់ចិត្តពេលវាលួចចូលម្ដងបងប្អូនអើយវាចឹកខ្ទេចខ្វល់តែម្ដងធំអត់រស់លក្ខណៈថាវាធំអត់តាន់ណាបងប្អូនអញ្ចឹងតើតើយើងហុំវាឲ្យបានចិត្តល្អសិនហើយចាំយើងឲ្យវាចូលមកនេះបងប្អូនឃើញទេវាលួចចូលមកនេះពីរក្បាលនេះអាពីរក្បាលហ្នឹងគឺលួចចូលមកអញ្ចឹងតើតើយើងឆាប់ដេញវាចេញបងប្អូនបើថាអត់ឆាប់ដេញវាចេញទេស្មៅយើងវាចិត្តតើតើខ្ទេចអស់តែម្ដង